ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងការព្យាករណ៍រាសីប្រចាំខែមករាសម្រាប់ឆ្នាំ2026សម្រាប់លោកអ្នកដែលកើតឆ្នាំជូតសម្រាប់នៅក្នុងឆ្នាំថ្មីក៏ដូចជាខែថ្មីនេះផ្ទាល់នៅក្នុងខែមករានេះអ្នកកើតឆ្នាំជូតលោកអ្នកអាចមានដំណឹងល្អពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ឬបើសិនជាលោកអ្នកកំពុងតែមានការដាក់ស្នើទៅធនាគារឬពឹងពាក់រឿងលុយកាក់ទៅកាន់អ្នកណាម្នាក់នឹងអាចមានឱកាសគេឆ្លើយតបយល់ស្របសម្រាប់យើងអាចថាយើងអាចនឹងទទួលបានការជួយអញ្ចឹងណាចាហើយបើសិនជាដូចថាលោកអ្នកស្នើធនាគារអីនឹងអាចនឹងបានជោគជ័យចាហើយពាក់ព័ន្ធជាមួយនឹងដំណើរលុយកាក់របស់លោកអ្នកនៅក្នុងខែមួយនេះអ្នកកើតឆ្នាំជូតគឺលោកអ្នកអាចមានសេរីភាពឬអាចថាយើងអាចមានឱកាសរកបានហើយប៉ុន្តែត្រូវប្រយ័ត្នរឿងចិត្តខ្លួនឯងលោកអ្នកឲ្យតែចាប់ផ្ដើមមានលុយលោកអ្នកអាចថាមានចិត្តធំណាចេះតែចង់ធ្វើអីធ្វើនេះធ្វើនោះបន្ថែមអញ្ចឹងត្រូវប្រយ័ត្នចំណុចនេះបន្តិចដែរបើមិនជាលោកអ្នកអាចថាសម្រាប់ចិត្តខុសតិចយើងអាចខាត់បងភ្លាមអញ្ចឹងអាចថាក្នុងខែមួយនេះលោកអ្នកមានឱកាសដូចថារកលុយបានសម្រាប់ទុកដាក់កតុកជាប់ខ្លួនឲ្យបានជាប់ខ្លួនសិនទៅកុំតាន់អាចចំណាយទៅធ្វើអីផ្ដេសផ្ដាស់ណាចាហើយសម្រាប់សុខភាពវិញលេខសុខភាពរបស់អ្នកកើតឆ្នាំជូតឃើញតាមដំណើរសុខភាពលោកអ្នកត្រូវប្រយ័ត្នពួកអាចមានអារម្មណ៍ថាចុករយតាមតសៃចកេះឬក៏ឆ្អឹងខ្នងអីហ្នឹងគឺអាចមានអញ្ចឹងត្រូវប្រយ័ត្នបន្តិចណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងការងារលោកអ្នកដែលមានការងារជាប្រចាំឃើញថាការងាររបស់លោកអ្នកអាចនឹងទទួលបានការផ្ដល់ឱកាសថ្មីជាមួយនឹងកន្លែងការងារប៉ុន្តែត្រូវប្រយ័ត្នតិចបើសិនជាលោកអ្នកធ្វើការពាក់ព័ន្ធនឹងបញ្ហាដូចថាយើងមានការប្រើប្រាស់ទូរស័ព្ទសម្រាប់ផ្ញើឯកសារអីផ្សេងៗណាលោកអ្នកត្រូវប្រយ័ត្នតិចដែរថាយើងអាចផ្ញើខុសអាចនឹងមានការផ្លាំងផ្លោះចំណុចហ្នឹងអញ្ចឹងត្រូវប្រយ័ត្នហើយពាក់ព័ន្ធជាមួយនឹងការរកស៊ីនៅក្នុងខែមួយនេះចាខែមករានេះការរកស៊ីរបស់អ្នកកើតឆ្នាំជូតឃើញថាលោកអ្នកអាចមានឧបសគ្គខ្លះសម្រាប់យើងប៉ុន្តែបើសិនជាលោកអ្នកអាចថានៅតែជំនះមិនចុះចាញ់យើងអាចនឹងជោគជ័យទៅវិញបានណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងស្នេហាឬក៏ជីវិតគូសម្រាប់អ្នកកើតឆ្នាំជូតជីវិតគូរបស់អ្នកនៅក្នុងខែមួយនេះខែមករានេះដែរឃើញថាយើងអាចមានរឿងយល់ច្រឡំគ្នាច្រើនឬអាចនឹងមានការមិនពេញចិត្តចំណុចណាមួយក៏អាចនឹងមានការប៉ះទង្គិចគ្នាណាអញ្ចឹងគួរប្រយ័ត្នដែរចាហើយមួយទៀតត្រូវប្រយ័ត្នអ្នកកើតឆ្នាំជូតនឹងអាចត្រូវដៃគូរបស់យើងអាចនឹងមានរឿងកុហកឬលាក់បាំងចំពោះយើងណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងឬដែលលោកអ្នកគួរប្រុងប្រយ័ត្នបំផុតគឺប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការជួយយកអាសាមនុស្សដែលផ្លែកបុកចាអាចថាយើងទៅមិនស្គាល់គេមនុស្សចំណូលថ្មីអញ្ចឹងអាចថាយើងអាណិតព្យាយាមជួយគេនឹងអាចនាំទុកដល់ខ្លួនឯងហើយពាក់ព័ន្ធនឹងការធ្វើបុណ្យគឺលោកអ្នកអាសាធ្វើបុណ្យជាមួយនឹងការបរិច្ចាគជាលុយកាក់តិចតួចដើម្បីជួយទៅដល់អ្នកដែលគេខ្វះខាតអីចឹងណាចាដើម្បីលើករាសីរបស់យើងផងហើយពណ៌លើករាសីចាគឺមានពណ៌ទឹកក្រូចនិងពណ៌សចាហើយលេខសំណាងរបស់អ្នកគឺមានលេខ63ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលកើតឆ្នាំឆ្លូវនៅក្នុងខែមករាចានៅក្នុងឆ្នាំ2026នេះផ្ទាល់អ្នកកើតឆ្នាំឆ្លូវលោកអ្នកអាចនឹងមានឱកាសនឹងមានការផ្លាស់ប្ដូរការប្រែប្រួលការបម្លាស់ទីអាចនឹងកើតមានសម្រាប់លោកអ្នកឬក៏បងមួយចំនួនកំពុងតែគិតឲ្យថាចង់ផ្លាស់ប្ដូរទៅកាន់កន្លែងណាមួយមិនថាការងារទីលំនៅឬក៏ផ្លាស់ប្ដូរការរកស៊ីអីចឹងណានឹងអាចមានការប្រែប្រួលសម្រាប់យើងចាហើយបើពាក់ព័ន្ធជាមួយរឿងលុយកាក់វិញដំណើរលុយកាក់របស់អ្នកកើតឆ្នាំឆ្លូវនៅក្នុងខែមករានេះឃើញថាលោកអ្នកអាចមានពលឺត្រឡប់មកវិញហើយចាលោកអ្នកអាចមានឱកាសដូចថាយើងអាចមានច្រកចេញឬអាចថាមានផ្លូវសម្រាប់រកលុយចូលមកវិញបានឬក៏អាចថាបងនៅកំពុងមានបញ្ហារាំងស្ទះលុយកាក់នឹងអាចមានច្រកចេញសម្រាប់យើងណាចាយើងអាចនឹងដោះស្រាយបានឬក៏យើងអាចបងមួយចំនួនមានបញ្ហារឿងបំណុលអីផ្សេងៗហ្នឹងក៏យើងអាចយើងជ្រះស្រឡះជាងមុនដែរចាហើយពាក់ព័ន្ធជាមួយនឹងរឿងសុខភាពចាលេខសុខភាពរបស់អ្នកកើតឆ្នាំឆ្លូវនៅក្នុងខែមករានេះផ្ទាល់ចាលោកអ្នកអាចមានអារម្មណ៍ថាយើងគេអត់សូវលក់ដោយសាររៀងគិតច្រើនអីចឹងណាចាហើយក៏កាត់បន្ថយបន្តិចដែរសម្រាប់ការចូលចិត្តលេងទូរស័ព្ទដល់យប់ជ្រៅនេះសម្រាប់អ្នកកើតឆ្នាំឆ្លូវណាចាហើយបន្តមកទៀតចូលដល់រឿងការងារលោកអ្នកដែលមានការងារជាប្រចាំសម្រាប់អ្នកកើតឆ្នាំឆ្លូវគឺលោកអ្នកត្រូវប្រុងប្រយ័ត្នតិចដែរនៅកន្លែងការងារនឹងអាចមានបញ្ហាអាចកើតការយល់ច្រឡំឬអាចថាមានមនុស្សព្យាយាមទម្លាក់កំហុសអីមួយមកលើលោកអ្នកអញ្ចឹងមិនថាលោកអ្នកបានលើបានអីទេត្រូវព្យាយាមអាចថាលៀងភាពស្អាតស្អំឲ្យបកស្រាយឲ្យបានច្បាស់បើមិនអញ្ចឹងទេនឹងត្រូវគេចោទប្រកាន់ណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងការរកស៊ីចាសម្រាប់ការរកស៊ីរបស់អ្នកកើតឆ្នាំឆ្លូវនៅក្នុងខែមករានេះដែរលោកអ្នកអាចថារៀងដើមខែនេះយើងរៀងតឹងតែបន្តិចតែចូលដល់រៀងពាក់កណ្ដាលខែសម្រាប់អ្នកកើតឆ្នាំឆ្លូវសម្រាប់ការរកស៊ីឃើញថាយើងអាចនឹងល្អប្រសើរត្រឡប់មកវិញណាចាហើយបើសិនជាបងដែលមានការណាត់ជួបអតិថិជនអីហ្នឹងជាពិសេសបងដែលគាត់ដូចថារកជាមួយនឹងខាងអចលនទ្រព្យអីចឹងអាចនឹងមានឱកាសទទួលបានអតិថិជនថ្មីឬអាចថាយើងអាចលក់ចេញបានច្រើនអញ្ចឹងណាចាហើយពាក់ព័ន្ធជាមួយនឹងឬស្នេហាឬក៏ជីវិតគូចាសម្រាប់លោកអ្នកដែលមានដៃគូចាលោកអ្នកដែលកំពុងមានតំណែងជាមួយនឹងអ្នកណាម្នាក់អីចឹងណាចាឬក៏លោកអ្នកកំពុងសេពគប់គ្នានៅក្នុងខែមករានេះតំណែងរបស់លោកអ្នកឃើញថាអាចនឹងឈានដល់ការសម្រេចចិត្តចាអ្នកខ្លះក៏អាចនឹងមានការសម្រេចចិត្តចូលរោងការរៀបចំពិធីមង្គលពិធីភ្ជាប់ពីអីផ្សេងអាចនឹងកើតមានហើយក៏បងដែលកំពុងដូចថាមានបញ្ហាចំនួនតោះតែងគ្នាអីចាក៏អាចថាមានច្រកចេញសម្រាប់យើងដែរឬក៏អ្នកខ្លះគាត់ថារស់នៅមិនចុះសម្រងគាត់ព្យាយាមចង់លែងលះគ្នាអញ្ចឹងឲ្យលែងមិនដាច់សោះអញ្ចឹងចូលដល់ខែមករានេះបើសិនជាគាត់សម្រេចចិត្តស្របគ្នាឲ្យថាចង់លែងលះពិតប្រាកដយើងមានជាងលេខដែលអាចលែងបានណាអាចថាយើងអាចដាច់ស្រេចអញ្ចឹងណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងដែលលោកអ្នកគួរប្រុងប្រយ័ត្នបំផុតគឺ
ត្រូវប្រយ័ត្នមែនតើគឺការទុកដាក់របស់ប្រើប្រាស់ណាចាជាពិសេសរឿងលុយកាក់តែម្ដងប្រយ័ត្នមានការបាត់លុយបាត់កាក់អីចឹងណាចាអញ្ចឹងគួរប្រយ័ត្នតិចដែរចាហើយចុងក្រោយការធ្វើបុណ្យរបស់អ្នកខែឆ្នាំឆ្លូវគឺសារធ្វើបុណ្យជាមួយការបលែងសត្វតាមផ្លូវទឹកដើម្បីជាការជួយលើករាសីរបស់យើងហើយពណ៌លើករាសីសម្រាប់លោកអ្នកគឺមានពណ៌ទឹកប៊ិចនិងពណ៌លឿងណាចាហើយសម្រាប់លេខសំណាងគឺមានលេខ48ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំខាលសម្រាប់លោកអ្នកដែលកើតឆ្នាំខាលនៅក្នុងខែមករានេះចាលោកអ្នកអាចនឹងមានគំនិតថ្មីជាច្រើនដែលកំពុងតែចង់ធ្វើហើយលោកអ្នកអាចកំពុងតែព្យាយាមស្វែងរកឬស្រាវជ្រាវឬអាចថ្នាក់កំពុងតែចង់ចាប់ផ្ដើមធ្វើអីមួយចាហើយក៏អាចនឹងមានការទៅសិក្សារៀនសូត្រស្រាវជ្រាវបន្ថែមអីចឹងណាចាហើយនៅក្នុងឱកាសនេះឃើញថាអ្នកកើតឆ្នាំខាលលោកអ្នកនឹងអាចមានដំណឹងអីមួយដែលអាចថាមានដំណឹងមកពីទីឆ្ងាយជាដំណឹងដែលលោកអ្នកកំពុងរងចាំអញ្ចឹងហើយបើសិនជារងចាំអាចជាដំណឹងដែលល្អសម្រាប់លោកអ្នកណាចាសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់វិញឃើញថាតំណែងលុយកាក់របស់លោកអ្នកអាចចាប់ផ្ដើមមានភាពល្អប្រសើរជាងមុនចាយើងអាចទៅថាមានឱកាសរកបានពីតូចឡើងទៅដល់ធំអញ្ចឹងណាចាលុយកាក់ចេះតែមានចូលមកជារឿយៗជាបន្តបន្ទាប់ចាធ្វើឲ្យលោកអ្នកអាចមានឱកាសនឹងដោះស្រាយក៏ដូចជាមានការប្រើប្រាស់ចាយវាបានដោយមិនមានការរាំងស្ទះសម្រាប់យើងទេចាហើយបើសិនជាបងដែលជាប់ជំពាក់នៅបញ្ហាលុយកាក់ផ្សេងៗមិនថាជាបំណុលផ្សេងៗហ្នឹងឃើញថាយើងអាចនឹងបានឃ្លៀបានខ្លះអញ្ចឹងណាចាហើយសម្រាប់រឿងសុខភាពចាសុខភាពរបស់លោកអ្នកកើតឆ្នាំឆ្លូវចាលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយជំងឺចាស់វាអាចមានឱកាសជំងឺចាស់របស់យើងអាចរើមកវិញអញ្ចឹងណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងការងារលោកអ្នកដែលមានការងារជាប្រចាំឃើញថាការងារអាចមានការរីកចម្រើននិងអាចមានពលិសម្រាប់លោកអ្នកបងដែលកំពុងរងចាំឱកាសការងារថ្មីនោះក៏អាចនឹងមានចូលមកចាហើយបើសិនជាលោកអ្នកជាអ្នករកស៊ីនៅក្នុងខែនេះចាលោកអ្នកដែលមានមុខរបរជាប្រចាំត្រូវប្រយ័ត្នពាក់ព័ន្ធនឹងការរកស៊ីជាពិសេសការរកស៊ីជួញដូរជាមួយនឹងមនុស្សផ្ទុយភេទចាលោកអ្នកអាចមានឱកាសប្រយ័ត្នត្រូវគេក្បត់យើងអីចឹងណាចាហើយបើពាក់ព័ន្ធនឹងការលក់ដូរជួញដូរយើងធម្មតាតែម្នាក់ឯងអត់អីទេការរកស៊ីរបស់យើងអាចមានភាពល្អប្រសើរចាសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងស្នេហាឬក៏ជីវិតគូចាអ្នកកើតឆ្នាំខាលសម្រាប់ជីវិតគូរបស់លោកអ្នកត្រូវមានការអត់ធ្មត់ឲ្យបានច្រើនណាចាហើយនៅក្នុងខែនេះខែមករានេះផ្ទាល់ចាអ្នកកើតឆ្នាំខាលត្រូវអាសាធ្វើបុណ្យឲ្យបានច្រើនបន្តិចចានឹងធ្វើឲ្យជីវិតគូរបស់យើងរឹងមាំព្រោះដោយសារជីវិតគូរបស់អ្នកអាចនឹងមានកើតការប៉ះទង្គិចគ្នាដោយកើតពីការយល់ច្រឡំហើយមួយទៀតអាចនឹងមានបញ្ហាដោយសារអ្នកខាងក្រៅដែរអញ្ចឹងគួរតែប្រយ័ត្នណាចាហើយមួយទៀតហាមដាច់ខាតអ្នកកើតឆ្នាំខាលបើសិនជាលោកអ្នកមានបញ្ហាជីវិតគូហើយអាចជាពិសេសបងដែលជាស្ត្រីតែម្ដងបើមានមិត្តភ័ក្តិឬក៏អ្នកណាណែនាំថាអូយើងអត់ចុះសម្រងគ្នាអញ្ចឹងទៅធ្វើនេះធ្វើនោះចងដៃគូយើងទៅអីចឹងណាកុំឲ្យសោះចាបើសិនជាហ៊ានតែពាក់ព័ន្ធនឹងរឿងមុនខ្មៅផ្សេងលោកអ្នកអាចនឹងមានផលប៉ះពាល់ដល់ខ្លួនឯងហើយអាចថារឿងហ្នឹងទៅថ្ងៃក្រោយនឹងអាចនាំផលលំបាកដល់លោកអ្នកណាចាអញ្ចឹងកុំឲ្យសោះចាហើយពាក់ព័ន្ធជាមួយនឹងរឿងដែលលោកអ្នកគួរប្រុងប្រយ័ត្នបំផុតសម្រាប់អ្នកកើតឆ្នាំខាលគឺលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងទូរស័ព្ទដៃចាហើយនឹងរបស់ប្រើប្រាស់បន្តិចព្រោះអាចមានឱកាសប្រយ័ត្នធ្លាក់បាក់បាយខូចចាហើយប្រយ័ត្នមួយទៀតប្រយ័ត្នមានចំនួនតាមទូរស័ព្ទណាចាហើយបងដែលចូលចិត្តវេលុយបាញ់លុយតាមប្រព័ន្ធអនឡាញដូចជាការទិញអីវ៉ាន់អីផ្សេងៗហ្នឹងគួរប្រយ័ត្នដែរព្រោះអាចប្រយ័ត្នជួបការឆក់បោកចាហើយចុងក្រោយការធ្វើបុណ្យគឺលោកអ្នកអាសាធ្វើបុណ្យជាមួយនឹងជនពិការទៅដើម្បីលើករាសីហើយពណ៌លើករាសីរបស់លោកអ្នកគឺមានពណ៌លឿងនិងពណ៌សលេខសំណាងរបស់លោកអ្នកគឺមានលេខ53ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំថោះសម្រាប់លោកអ្នកដែលកើតឆ្នាំថោះនៅក្នុងខែមករាក្នុងឆ្នាំ2026នេះផ្ទាល់ចាលោកអ្នកអាចនឹងមានឱកាសនឹងទទួលបានការជ្រោមជ្រែងការជួយឧបត្ថម្ភឬក៏អាចថានឹងមានអ្នកចូលមកជួយលោកអ្នកពាក់ព័ន្ធជាមួយនឹងបញ្ហាផ្សេងៗដែលលោកអ្នកកំពុងតែជួបមិនថាជាលុយកាក់ឬក៏បញ្ហាផ្សេងៗមិនថាការងារឬការរកស៊ីទេចាហើយនៅក្នុងខែថ្មីនេះដែរចាអ្នកកើតឆ្នាំថោះគឺលោកអ្នកអាចថាបើសិនជាមានឱកាសទទួលបានជំនួយឬការជួយគឺបានពីមនុស្សផ្ទុយភេទអាចនឹងមានមនុស្សផ្ទុយភេទអាចនឹងជួយយើងអញ្ចឹងណាចាហើយបើពាក់ព័ន្ធនឹងរឿងលុយកាក់សម្រាប់នៅក្នុងខែមករានេះដែរលោកអ្នកអាចនឹងមានបន្ទុកឬការចំណាយច្រើនពិតមែនអាចត្រូវជួយអ្នកជុំវិញខ្លួនមិនថាអ្នកអាយុតិចជាងអ្នកអាយុច្រើនជាងចាគឺពួកគាត់អាចនឹងចូលមកពឹងពាក់ឬសុំជំនួយពីយើងហើយលោកអ្នកក៏ទទួលបានការជួយពីអ្នកដទៃមកវិញដូចគ្នាអញ្ចឹងណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងសុខភាពវិញចាសុខភាពរបស់អ្នកត្រូវប្រយ័ត្នរឿងការហូបចុករឿងចំណីអាហារផ្សេងព្រោះដោយសារលោកអ្នកអាចថាពេលខ្លះចូលចិត្តញ៉ាំផ្អែមណាអ្នកកាត់ឆ្នាំថោះអញ្ចឹងត្រូវកាត់បន្ថយរឿងការញ៉ាំរបស់ផ្អែមផងចាហើយពាក់ព័ន្ធជាមួយនឹងរឿងការងារសម្រាប់លោកអ្នកដែលមានការជាប្រចាំការងាររបស់លោកអ្នកឃើញថាអាចមានការរីកចម្រើនឬមានផ្លែផ្កាសម្រាប់យើងនឹងទទួលបានការជួយជ្រោមជ្រែងពីចៅហ្វាយនេះឬក៏ថ្នាក់លើរបស់យើងអីចឹងណាចានឹងធ្វើឲ្យការងាររបស់លោកអ្នកអាចនឹងមានភាពលេចធ្លោជាពិសេសលោកអ្នកអាចទទួលបានការកោតសរសើរឲ្យមួយពីថ្នាក់លើរបស់យើងចឹងណាចាហើយពាក់ព័ន្ធជាមួយនឹងការរកស៊ីចាការរកស៊ីរបស់អ្នកនៅក្នុងខែមករានេះគឺលោកអ្នកត្រូវប្រយ័ត្នតិចដែរគឺពាក់ព័ន្ធជាមួយនឹងដៃគូរកស៊ីថ្មីចាបើសិនជាលោកអ្នកត្រូវរកស៊ីជាមួយនឹងមនុស្សថ្មីចាត្រូវប្រយ័ត្នកុំទាន់អាចទុកចិត្តលើគេ 100% ណាព្រោះអាចមានឱកាសប្រយ័ត្នមានការប៉ះទង្គិចគ្នាឬអាចថាគេអាចមិនស្មោះត្រង់ចំពោះយើងអញ្ចឹងត្រូវប្រយ័ត្នតិចដែរចាហើយពាក់ព័ន្ធជាមួយរឿងស្នេហាឬក៏ជីវិតគូសម្រាប់លោកអ្នកដែលមានដៃគូចាជីវិតគូរបស់លោកអ្នកនៅក្នុងខែមករានេះឃើញថាយើងអាចល្អប្រសើរជាងមុនមិនថាលោកអ្នកអាចមានចំនួនមានបញ្ហាឆ្លោះប្រកែកគ្នាទេចូលដល់ខែមករានេះយើងអាចនឹងត្រឡប់មកត្រូវគ្នាវិញហើយសម្រាប់បងប្អូនដែលកំពុងមានបំណងចង់មានបុត្រធីតាហ្នឹងក៏អាចនឹងមានអ្នកមកចាប់កណ្ដាលណាចាហើយសម្រាប់អ្នកនៅទនេលោកអ្នកដែលមិនទាន់មានអ្នកណាឃើញថាលោកអ្នកអាចនឹង
មិនចង់បើកចិត្តទទួលអ្នកណាទេនៅក្នុងឱកាសនេះឃើញថាព្យាយាមចង់ពង្រឹងខ្លួនឯងឬក៏ចង់ប្រើជីវិតឯករាជ្យបន្តទៀតសិនណាចាហើយពាក់ព័ន្ធនឹងរឿងដែលគួរប្រុងប្រយ័ត្នបំផុតសម្រាប់អ្នកកើតឆ្នាំថោះចាលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការទៅជួយធានារឿងអីគេណាប្រយ័ត្នមានទុកដល់ខ្លួនឯងចាហើយពាក់ព័ន្ធជាមួយនឹងការសន្យាអីផ្សេងៗបើសិនជាមិនច្បាស់កុំព្យាយាមទៅសន្យាជាមួយអ្នកណាម្នាក់បើមិនចឹងទេវាអាចធ្វើឲ្យមានគេហៅថាការបាត់បង់ទំនុកចិត្តចឹងណាចាហើយចុងក្រោយការធ្វើបុណ្យគឺលោកអ្នកអាសាធ្វើបុណ្យដោយការបលែងសត្វចាមិនថាជាសត្វស្លាបឬបលែងត្រីបលែងដើមបលែងតុងអីទេចាយើងអាចធ្វើបានដើម្បីលើករាសីហើយពណ៌លើករាសីរបស់លោកអ្នកគឺមានពណ៌សហើយពណ៌ប្រផេះចាលេខសំណាងគឺមានលេខ94ណាចាចាសម្រាប់តទៅទៀតចូលដល់លោកអ្នកដែលកើតឆ្នាំរោងសម្រាប់លោកអ្នកដែលកើតឆ្នាំរោងនៅក្នុងខែមករាចាឆ្នាំ2026នេះផ្ទាល់អ្នកកើតឆ្នាំរោងគឺលោកអ្នកអាចមានការបារម្ភមានការគិតច្រើនអត់ដឹងថាលោកអ្នកកំពុងតែគិតរឿងអីទេចាអាចថាកំពុងសម្រេចចិត្តកំពុងតែកាត់ចិត្តពីអីមួយចាធ្វើលោកអ្នកអាចថានៅច្បុកច្បល់សម្រាប់ខ្លួនឯងអញ្ចឹងណាអញ្ចឹងសម្រាប់អ្នកកើតឆ្នាំរោងលោកអ្នកត្រូវកាត់បន្ថយរឿងការគិតបន្តិចបើមិនចឹងទេអាចមានសម្ពាធតែខ្លួនឯងអញ្ចឹងណាចាហើយបើពាក់ព័ន្ធនឹងរឿងលុយកាក់អីសម្រាប់ចូលដល់ខែមករានេះតំណែងលុយកាក់របស់លោកអ្នកឃើញថាក៏អាចមានភាពនឹងណជាមុនដែរយើងអាចមានឱកាសមានការជួយជ្រុំជ្រែងក៏ដូចជាមានឱកាសហៅបានសម្រាប់ដូចថាលុយកាក់របស់យើងចេះតែមានចូលមកជាបន្តបន្ទាប់សម្រាប់យើងអញ្ចឹងណាមិនធ្វើឲ្យលោកអ្នកអាចថាជួបបញ្ហាទេហើយបើសិនជាលោកអ្នកអាចថាមានការពិភាក្សាណាត់ជួបរឿងលុយកាក់ជាមួយអ្នកណាម្នាក់ក៏អាចមានឱកាសជោគជ័យដែរចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងសុខភាពវិញចាសុខភាពរបស់លោកអ្នកនៅក្នុងខែមករានេះគឺលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការក្តៅខ្លួនចាអាចអាសាឡើងកម្ដៅអីចឹងណាហើយមួយទៀតក៏ប្រយ័ត្នមួយភ្លើងដែរព្រោះអាចមានបញ្ហាប្រយ័ត្នអាលិភ្លើងអាលិតែក្តៅអីចឹងណាចាហើយពាក់ព័ន្ធជាមួយរឿងការងារលោកអ្នកដែលមានការងារជាប្រចាំសម្រាប់លោកអ្នកដែលកើតឆ្នាំរោងចាការងាររបស់លោកអ្នកនៅក្នុងខែមករានេះផ្ទាល់ចាគឺលោកអ្នកអាចនឹងមានការងារចូលមកច្រើនដែលធ្វើលោកអ្នកអាចនឹងមានឱកាសទទួលបានឱកាសថ្មីក៏ដូចជាភាពជោគជ័យជាមួយនឹងការងាររបស់យើងចាហើយពាក់ព័ន្ធជាមួយនឹងការរកស៊ីដែរចានៅក្នុងឆ្នាំថ្មីក៏ដូចជាខែមករាថ្មីនេះផ្ទាល់ចាគឺការរកស៊ីរបស់លោកអ្នកយើងអាចមានដំណើរការល្អចានឹងអាចមានអតិថិជនថ្មីចេញចូលជាបន្តបន្ទាប់ណាចាហើយពាក់ព័ន្ធជាមួយនឹងរឿងស្នេហាឬក៏ជីវិតគូសម្រាប់លោកអ្នកដែលមានដៃគូសម្រាប់ជីវិតគូរបស់អ្នកកើតឆ្នាំរោងនៅក្នុងខែមករានេះផ្ទាល់លោកអ្នកត្រូវមានការប្រុងប្រយ័ត្នលោកអ្នកអាចនឹងមានបញ្ហាមានការប៉ះទង្គិចគ្នាតាមរយៈទូរស័ព្ទឬអាចថាមានហេតុជារឿងហ្នឹងគឺដោយសាររឿងទូរស័ព្ទដែរចាអាចថាដៃគូរបស់យើងគាត់អាចនឹងមានការបិទបាំងការលាក់បាំងនៅការឆាបជាមួយអ្នកនេះអ្នកនោះអីចឹងទៅធ្វើឲ្យលោកអ្នកចាប់បានក៏អាចទៅជារឿងចំនួនទាស់តែងហើយនៅក្នុងខែមករានេះត្រូវប្រយ័ត្នអ្នកកើតឆ្នាំរោងជីវិតគូរបស់អ្នកបើសិនជាអាចថាយើងចិត្តក្តៅឬទប់មិនជាប់ទេនឹងអាចមានលេខអាចនឹងត្រូវឃ្លាតឆ្ងាយពីគ្នាអញ្ចឹងណាអញ្ចឹងលោកអ្នកត្រូវប្រយ័ត្នណាចាហើយសម្រាប់រឿងដែលគួរប្រុងប្រយ័ត្នបំផុតសម្រាប់លោកអ្នកដែលកើតឆ្នាំរោងគឺលោកអ្នកត្រូវប្រយ័ត្នរឿងការបួងសួងការបន់ស្រន់ណាតាមកន្លែងវត្ថុស័ក្តិសិទ្ធិផ្សេងៗបើសិនជាលោកអ្នកចូលចិត្តបួងសួងចូលចិត្តបន់ស្រន់ត្រូវចាំខ្លួនឯងផងអាចជាប់មាត់ជាប់ពីកន្លែងណាមួយចាហើយពាក់ព័ន្ធជាមួយនឹងរឿងស្នេហាចារបស់លោកអ្នកដែលនៅទនេលោកអ្នកដែលមិនទាន់មានអ្នកណាណាចាលោកអ្នកដែលនៅលីវឃើញថានៅក្នុងខែមករានេះលោកអ្នកក៏អាចមានអ្នកព្យាយាមចូលមកប៉ុន្តែគាត់ថាលោកអ្នកដែលឆ្នាំរោងពេលខ្លះលោកអ្នករៀងអាចថាយើងរៀងសំដីអាក្រក់បន្តិចចឹងណាដល់ពេលអញ្ចឹងអ្នកចូលមកមុំអាចគេរៀងខ្លាចយើងដែរអញ្ចឹងឱកាសនេះបើសិនជាលោកអ្នកអាចថាចង់បើកចិត្តទទួលអ្នកណាម្នាក់គួរព្យាយាមតម្លាក់ពាក្យសម្ដីតិចអាចថារៀងផ្អែមល្ហែមតិចដោយសារអ្នកឆ្នាំរោងគឺយើងអាចចេះផ្អែមល្ហែមដូចគេទេចាហើយសម្រាប់ការធ្វើបុណ្យសម្រាប់អ្នកកើតឆ្នាំរោងគឺលោកអ្នកអាសាធ្វើបុណ្យជាមួយនឹងការជួយតាមមន្ទីរពេទ្យដើម្បីជាការលើករាសីរបស់យើងហើយសម្រាប់ពណ៌លើករាសីចាគឺមានពណ៌ទឹកប៊ិចហើយនិងពណ៌សចាហើយលេខសំណាងរបស់លោកអ្នកគឺមានលេខ37ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំម្សាញ់សម្រាប់លោកអ្នកដែលកើតឆ្នាំម្សាញ់ចូលដល់ខែថ្មីក៏ដូចជាឆ្នាំថ្មីនេះផ្ទាល់នៅក្នុងខែមករានេះសម្រាប់អ្នកកើតឆ្នាំម្សាញ់លោកអ្នកអាចមានអារម្មណ៍មួយគឺមានសម្ពាធចាគឺអាចមានការដាក់គំនាបឬការដាក់សម្ពាធពីអ្នកជុំវិញខ្លួនអាចជាសាច់ញាតិជាចាស់ទុំអីចឹងទៅចាអញ្ចឹងនៅក្នុងខែមួយនេះខែមករានេះលោកអ្នកអាចមានអារម្មណ៍គឺមិនសូវសប្បាយចិត្តទេដោយសារមានបញ្ហាដែលចូលមកលោកអ្នកត្រូវគិតច្រើនណាហើយបើពាក់ព័ន្ធនឹងរឿងលុយកាក់វិញឃើញថាវាអាចនៅមិនទាន់នឹងល្អទេសម្រាប់យើងនៅក្នុងខែមករានេះលោកអ្នកអាចនៅមានបន្ទុកមានការចំណាយផ្សេងៗជាពិសេសបញ្ហាចាស់ៗដែលយើងដោះស្រាយអត់ចប់ហ្នឹងវាអាចនៅវល់ជាមួយលោកអ្នកណាចាអញ្ចឹងរឿងលុយកាក់ឃើញថាមិនទាន់ល្អប្រសើរទេហើយសម្រាប់សុខភាពរបស់អ្នកក៏មិនសូវអំណោយផលដែរនៅក្នុងឱកាសនេះអាសាអស់កម្លាំងលះលហើយឬក៏មានអារម្មណ៍ថាអាសាចុករយតាមឆ្អឹងខ្នងអីហ្នឹងក៏អាចមានដែរចាហើយពាក់ព័ន្ធជាមួយនឹងរឿងការងារចាលោកអ្នកដែលមានការងារជាប្រចាំឃើញថាការងាររបស់លោកអ្នកអាចមានបញ្ហាការដាក់សម្ពាធផ្សេងៗក៏ដូចជានៅកន្លែងការងារអាចមានភាពមិនស្មើភាពផ្សេងៗចាឬក៏យើងអាចទទួលបានភាពអយុត្តិធម៌ណាមួយណាចាប៉ុន្តែឃើញថាលោកអ្នកនៅតែអត់ធ្មត់អញ្ចឹងការអត់ធ្មត់របស់អ្នកនៅតែអាចទទួលបានជោគជ័យសម្រាប់យើងណាចាហើយពាក់ព័ន្ធជាមួយនឹងរឿងការរកស៊ីចាសម្រាប់ការរកស៊ីរបស់អ្នកកើតឆ្នាំម្សាញ់ឃើញថាយើងអាចនៅគេហៅថាវាមិនល្អពេកក៏វាមិនធ្លាក់ចុះពេកទេវាអាចនៅកណ្ដាលនៅនឹងមួយកន្លែងណាធ្វើឲ្យដូចថាការលក់ដូររបស់យើងចេះតែបានតិចតួចចូលមកជាបន្តបន្ទាប់ចឹងដែរចាគាត់ថាវាអាចមិនល្អខ្លាំងចាហើយបើពាក់ព័ន្ធនឹងរឿងស្នេហាឬក៏ជីវិតគូសម្រាប់លោកអ្នកដែលកើតឆ្នាំម្សាញ់ជីវិតគូរបស់លោកអ្នកនៅក្នុងឱកាសនេះលោកអ្នកដែលដូចថារៀបអាពាហ៍ពិពាហ៍រួចហើយជីវិតគូរបស់លោកអ្នកគឺត្រូវប្រយ័ត្នជាមួយនឹងបញ្ហាចាស់ៗឬមនុស្សចាស់ៗដែលយើងធ្លាប់ស្គាល់ធ្លាប់ជួបកន្លងមកហ្នឹងនឹងអាចមកបង្កជាបញ្ហាដល់ជីវិតគូរបស់យើងហើយសម្រាប់បងដែលកំពុងមានតំណែងគ្នា
កំពុងតែមានកម្រងចង់រៀបពិធីមង្គលផ្សេងៗក៏ត្រូវប្រយ័ត្ននឹងអាចមានមនុស្សចូលមករំខានសម្រាប់តំណែងឬពិធីមង្គលរបស់យើងណាចឹងប្រយ័ត្នប្រយែងមែនតើហើយសម្រាប់លោកអ្នកដែលនៅទនេលោកអ្នកដែលមិនទាន់មានអ្នកណានៅក្នុងឱកាសនេះឃើញថាលោកអ្នកអាចកំពុងរងចាំអ្នកណាម្នាក់ហើយក៏អាចថានឹងមានមនុស្សព្យាយាមចូលមកអាចនឹងមានអ្នកគេលួចចាប់អារម្មណ៍លោកអ្នកអញ្ចឹងណាហើយអាចព្យាយាមចូលមកដើម្បីបង្កើតតំណែងជាមួយលោកអ្នកដែរសម្រាប់អ្នកកើតឆ្នាំម្សាញ់ណាចាហើយសម្រាប់រឿងដែលគួរប្រុងប្រយ័ត្នបំផុតសម្រាប់លោកអ្នកគឺនៅក្នុងឱកាសនេះរៀងប្រយ័ត្នចំពោះតំណែងមនុស្សភេទស្រីអាយុតិចជាងអាចនឹងកំពុងមានគំនិតមិនល្អចំពោះលោកអ្នកខ្លះក៏អាចព្យាយាមប៉ុនប៉ងតាមវិធីមុនខ្មៅផ្សេងៗដើម្បីមកចាញ់ឆាជាមួយលោកអ្នកណាចឹងត្រូវប្រយ័ត្នចាហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺអាសាធ្វើបុណ្យជាមួយនឹងការជួយតាមមន្ទីរពេទ្យចាដើម្បីជាការលើករាសីរបស់យើងហើយពណ៌លើករាសីរបស់លោកអ្នកចាគឺមានពណ៌សាច់ហើយនិងពណ៌ទឹកប្រាក់លេខសំណាក់របស់លោកអ្នកគឺមានលេខ60ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំមមីសម្រាប់លោកអ្នកដែលកើតឆ្នាំមមីនៅក្នុងឆ្នាំថ្មីក៏ដូចជាខែមករានេះផ្ទាល់ចានៅក្នុងឆ្នាំ2026នេះអ្នកកើតឆ្នាំមមីគឺលោកអ្នកអាចមានគេហៅថាការតាំងចិត្តណាចាព្រោះដោយសារអីអាចថាឆ្នាំនេះជាឆ្នាំដែលយើងត្រូវជន់ឆ្នាំអញ្ចឹងលោកអ្នកធ្វើអីតើតែមានការតាំងចិត្តនិងមានការសម្រេចចិត្តឲ្យបានខ្ពស់បំផុតនឹងទើបអាចថាយើងសម្រេចចិត្តមិនខុសណាចាអញ្ចឹងនៅក្នុងខែមករានេះអ្នកកើតឆ្នាំមមីគឺលោកអ្នកអាចថាមានការប្រឹងប្រែងឬខិតខំមែនតើអញ្ចឹងការប្រឹងប្រែងរបស់អ្នកក៏អាចធ្វើលោកអ្នកទទួលបានលទ្ធផលល្អដែរហើយពាក់ព័ន្ធនឹងរឿងលុយកាក់ក៏អាចថាយើងអាចរៀងធូរស្រាលដោយសារលោកអ្នកអាចរកចំណូលអីចេញចូលមកបានអញ្ចឹងណាចាហើយពាក់ព័ន្ធនឹងរឿងលុយកាក់នេះដែរឃើញថាលោកអ្នកអាចមានឱកាសរកលុយបានក៏ដូចជាលៀបសំណាផ្សេងៗគឺអាចកើតចេញពីបុណ្យកុសលអញ្ចឹងហើយលោកអ្នកអាសាធ្វើបុណ្យឲ្យបានច្រើនការធ្វើបុណ្យច្រើនប៉ុណ្ណានឹងអាចនាំលៀបសំណាងឬអាចថានាំជាលៀបសការៈផ្សេងៗចូលមកឲ្យលោកអ្នកបានអញ្ចឹងណាចាគឺការចេញពីការធ្វើបុណ្យនេះឯងអញ្ចឹងអាសាធ្វើបុណ្យឲ្យបានច្រើនបន្តិចហើយពាក់ព័ន្ធនឹងសុខភាពក៏ឃើញថាសុខភាពរបស់អ្នកអាចនឹងគេហៅថាមានភាពល្អប្រសើរមកវិញដែរចាហើយបើសិនជាបងប្អូនដែលមានជំងឺឈឺស្កាត់អីទេនៅក្នុងខែមករានេះយើងអាចនឹងល្អប្រសើរត្រឡប់មកវិញចាពាក់ព័ន្ធជាមួយរឿងការងារលោកអ្នកដែលមានការងារជាប្រចាំសម្រាប់អ្នកកើតឆ្នាំមមីការងាររបស់លោកអ្នកឃើញថាមួយរយៈនេះអាចមានរឿងឈឺក្បាលច្រើនបន្តិចហើយណាចាពេលខ្លះក៏អាចមានអារម្មណ៍ធុញថប់ចង់ផ្លាស់ប្ដូរការងារចង់ចាក់ចេញពីការងារនឹងក៏អាចនឹងមានដែរចាប៉ុន្តែគាត់ថាលេខរបស់លោកអ្នកឱកាសនេះការចាក់ចេញវាអាចមិនទាន់ជាជំរឿនល្អសម្រាប់យើងទេចាអញ្ចឹងអត់ធ្ងន់បន្តិចសិនណាចាហើយពាក់ព័ន្ធនឹងការរកស៊ីវិញដំណើរការនៃការរកស៊ីគឺមួយរយៈនេះវាអាចថាមិនទាន់ល្អប្រសើរខ្លាំងទេគាត់ថាវាអាចជាងនៅរកបានការលក់ដូរអីយើងចេះតែលក់បានអីជាបន្តបន្ទាប់អញ្ចឹងណាគាត់ថាវាអាចមិនទាន់ល្អខ្លាំងសម្រាប់លោកអ្នកទេចាហើយពាក់ព័ន្ធជាមួយរឿងស្នេហាឬក៏ជីវិតគូសម្រាប់លោកអ្នកដែលកើតឆ្នាំមមីសម្រាប់លោកអ្នកដែលមានដៃគូជីវិតគូនៅក្នុងឱកាសនេះគឺត្រូវប្រយ័ត្នឲ្យបានច្រើនណាព្រោះអាចថាដោយសារយើងអាចមានការចំណាយអីផ្សេងៗយ៉ាងច្រើនអញ្ចឹងទៅអាចធ្វើឲ្យយើងអារម្មណ៍មិនសូវល្អក៏អាចមានការប៉ះទង្គិចគ្នាអញ្ចឹងគួរប្រយ័ត្នគ្រប់គ្រងចិត្តខ្លួនឯងបានកុំឲ្យមានចំនួនវាអាចកាត់លៀបខ្លួនឯងដែរចាហើយសម្រាប់លោកអ្នកដែលនៅទីនេះលោកអ្នកដែលមិនទាន់មានអ្នកណានៅក្នុងឱកាសនេះឃើញថាលោកអ្នកអាចនឹងមានការចាប់ផ្ដើមបើកឱកាសឲ្យខ្លួនឯងក៏ដូចជាមានការបង្កើតនៅតំណែងថ្មីនឹងក៏អាចនឹងមានចូលមកដែរឬក៏អាចតែកំពុងមានអ្នកកំពុងចាប់អារម្មណ៍ចំពោះលោកអ្នកណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងដែលគួរប្រុងប្រយ័ត្នបំផុតនៅក្នុងឱកាសនេះក៏ដូចជាខែមករានេះផ្ទាល់អ្នកកើតឆ្នាំមមីគឺលោកអ្នកត្រូវប្រយ័ត្នគឺដាច់ខាតកុំព្យាយាមរុះរើជួសជុលការដំការស្វានអីនៅក្នុងផ្ទះរបស់យើងអីហ្នឹងបើសិនជាអាចគឺផ្អាកសិនកុំទាន់អាចឲ្យមានណាចាហើយចុងក្រោយពាក់ព័ន្ធនឹងការធ្វើបុណ្យគឺសារធ្វើបុណ្យមួយក្មេងឲ្យបានច្រើនដើម្បីលើករាសីពណ៌លើករាសីរបស់អ្នកមានពណ៌ទឹកក្រូចនិងពណ៌សាច់ចាលេខសំណាងរបស់លោកអ្នកគឺមានលេខ13ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំម៉ែសម្រាប់លោកអ្នកដែលកើតឆ្នាំម៉ែនៅក្នុងខែមករានេះចាលោកអ្នកអាចមានអារម្មណ៍ថាលោកអ្នកដូចជាអត់សូវមានកម្លាំងកំហែងចាយើងអាសាហត់នឿយមានអារម្មណ៍ថាដូចយើងអស់ដៃអស់ជើងអញ្ចឹងណាអញ្ចឹងនៅក្នុងខែមករានេះអ្នកកើតឆ្នាំម៉ែគឺប្រយ័ត្នសុខភាពមែនតើឃើញថាដំណើរសុខភាពរបស់អ្នកអាចមិនសូវជាល្អប្រសើរទេអញ្ចឹងត្រូវប្រយ័ត្នប្រយែងបន្តិចណាចាហើយបើពាក់ព័ន្ធនឹងរឿងលុយកាក់វិញឃើញថាដំណើរលុយកាក់របស់យើងអត់អីទេក៏លោកអ្នកអាចមានឱកាសមានលៀបសំណាងមានដំណឹងល្អពាក់ព័ន្ធនឹងរឿងលុយកាក់ឬអាចថាយើងអាចមានឱកាសត្រូវដោយថាលោកអ្នកត្រូវលក់របស់ចេញអីចឹងគឺអាចមានឱកាសលក់ចេញបានណាចាហើយសម្រាប់ពាក់ព័ន្ធនឹងរឿងសុខភាពវិញឃើញថាសុខភាពរបស់លោកអ្នកមួយរយៈនេះអាចមិនសូវល្អទេអញ្ចឹងដូចជំរាបពីខាងដើមអញ្ចឹងគឺយើងអាសាហត់នឿយអស់កម្លាំងលះលហើយហ្នឹងក៏អាចមានហើយត្រូវប្រយ័ត្នសុខភាពអ្នកអាយុតិចជាងក្នុងផ្ទះដែរណាចាហើយពាក់ព័ន្ធជាមួយនឹងរឿងការងារលោកអ្នកដែលមានការងារជាប្រចាំឃើញថាការងាររបស់លោកអ្នកអាចមានភាពល្អប្រសើរយើងអាចនឹងមានការរីកចម្រើនឬអាចមានឱកាសល្អៗក៏ដូចជាលៀបសំណាងពីការងារក៏អាចនឹងមានចូលមកហើយសម្រាប់ពាក់ព័ន្ធនឹងការរកស៊ីឃើញថាលោកអ្នកដែលមានមុខរបរជាប្រចាំការរកស៊ីរបស់យើងអាចមានដំណើរការល្អណាអាចថាការលក់ដូររបស់យើងអាចមានភ្ញៀវការគ្រប់គ្រងអីអតិថិជនអីច្រើនចាហើយពាក់ព័ន្ធនឹងរឿងស្នេហាឬក៏ជីវិតគូលោកអ្នកដែលមានដៃគូណានៅក្នុងឱកាសនេះសម្រាប់អ្នកកើតឆ្នាំម៉ែត្រូវប្រយ័ត្នប្រយែងមែនតើចាកុំព្យាយាមមើលបំណាំចាប់កំហុសគ្នាចាពួកដោយសារអីអាចថារឿងមើលបំណាំចាប់កំហុសគ្នាតិចតួចហ្នឹងវាអាចធ្វើឲ្យយើងទៅជារឿងធំដែរហើយនៅក្នុងឱកាសនេះគឺត្រូវប្រយ័ត្នតិចជីវិតគូរបស់អ្នកបើនៅសុខមានបញ្ហាមានការកម្មរកគឺអាចកើតចេញពីអ្នកខាងក្រៅអាចនឹងមានអ្នកព្យាយាមប្រើនៅមុនខ្មៅផ្សេងៗដើម្បីចង់មកបំបាច់យើងអីហ្នឹងអានឹងក៏អាចមានអញ្ចឹងត្រូវប្រយ័ត្នណាចាហើយសម្រាប់លោកអ្នកដែលនៅទីនេះឃើញថាលោកអ្នកអាចកំពុងព្យាយាមបើកចិត្តដែរចាទទួលយកមនុស្សថ្មីប៉ុន្តែដូចជាមិនទាន់ជួបមនុស្សដែលត្រូវចិត្តអញ្ចឹងណាចាហើយសម្រាប់រឿងដែលគួរប្រុងប្រយ័ត្នបំផុត
សម្រាប់លោកអ្នកដែលកើតឆ្នាំមកម៉ែឃើញថាលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងចាស់ទុំរបស់យើងជាមនុស្សប្រុសចានឹងអាចមានឱកាសពួកគាត់អាចមានបញ្ហាសុខភាពអាចនឹងត្រូវចូលមន្ទីរពេទ្យអីចឹងណាចាត្រូវប្រយ័ត្នចំពោះពួកគាត់បន្តិចចាហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកអាសាធ្វើបុណ្យមួយការបរិច្ចាគជារបស់ចាស់ដែលយើងជប់ប្រើឲ្យតែគេអ្នកខ្វះខាតទៅដើម្បីលើករាសីសម្រាប់ពណ៌លើករាសីរបស់លោកអ្នកចាគឺមានពណ៌ផ្ទៃមេឃហើយនិងពណ៌ក្រហមណាចាលេខសំណាងរបស់លោកអ្នកគឺមានលេខ20គត់ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំវកចាសម្រាប់លោកអ្នកដែលកើតឆ្នាំវកនៅក្នុងខែមករានេះផ្ទាល់ចាសម្រាប់លោកអ្នកគឺលោកអ្នកអាចមានអារម្មណ៍មួយគឺនៅសុកហ្នឹងគឺនឹកឃើញទៅដល់រឿងចាស់រឿងអតីតកាលឬក៏អ្នកខ្លះអាចត្រឡប់ទៅកន្លែងចាស់ដែលយើងធ្លាប់រស់នៅអីចឹងណាចានឹងអាចមានឱកាសធ្វើរឿងដដែលដែលយើងធ្លាប់ជួបធ្លាប់ធ្វើធ្លាប់គិតចាហើយមួយទៀតក៏អាចថាបើសិនជាលោកអ្នកមានតំណែងស្នេហាមួយអ្នកចាស់អីចឹងក៏អាចមានអ្នកចាស់គេព្យាយាមត្រឡប់មករស់លោកអ្នកវិញចឹងណាចាហើយពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់វិញឃើញថាដំណើរលុយកាក់របស់អ្នកកើតឆ្នាំវកនៅក្នុងខែមករានេះគឺល្អបន្សើមែនតើយើងអាចមានពលឺមានឱកាសអាចថារចំណូលចូលមកបានគ្រប់ច្រកតែម្ដងអាចថាលុយកាក់របស់យើងមានចូលមកជាហូរហែណានិយាយទៅអាចថាមានលៀបមានសំណាងល្អមែនតើចាហើយពាក់ព័ន្ធជាមួយនឹងរឿងសុខភាពក៏ឃើញថាល្អប្រសើរលោកអ្នកមានភាពរឹងមាំណាចាហើយពាក់ព័ន្ធជាមួយនឹងរឿងការងារនៅកន្លែងការងារគឺលោកអ្នកអាចមានអារម្មណ៍រៀងហត់នៅបន្តិចចាដោយថាមានភាពមមាញឹកមានការរវល់ច្រើននៅកន្លែងការងារអញ្ចឹងហើយជាពិសេសអាចថានៅកន្លែងការងារចេះតែមានអ្នកចូលមកពឹងពាក់ឬសុំជំនួយឲ្យយើងជួយការងារនេះជួយការងារនោះអញ្ចឹងទៅអញ្ចឹងធ្វើឲ្យយើងរៀងហត់នឿយណាចាហើយពាក់ព័ន្ធជាមួយនឹងការរកស៊ីសម្រាប់អ្នកកើតឆ្នាំវកឃើញថាល្អប្រសើរដូចគ្នានៅក្នុងខែមករានេះការរកស៊ីរបស់អ្នកឃើញថាមានការរីកចម្រើនប៉ុន្តែកុំប្រហែលអីសោះណាមិនថាយើងរកបានលក់ដូរដាច់ប៉ុណ្ណាត្រូវប្រយ័ត្នហើយព្យាយាមគ្រប់គ្រងនៅគេហៅថាទាំងតម្លៃនិងគុណភាពនៃរបស់យើងដែលត្រូវលក់ចេញទៅឲ្យភ្ញៀវត្រូវតែអាចថាមានភាពស្មោះត្រង់នឹងធ្វើឲ្យលោកអ្នកកាន់តែល្អប្រសើរចាហើយពាក់ព័ន្ធជាមួយរឿងស្នេហាឬក៏ជីវិតគូសម្រាប់ជីវិតគូរបស់អ្នកកើតឆ្នាំវកនៅក្នុងខែមករានេះឃើញថាល្អលោកអ្នកអាចមានលៀបសំណាងពីស្នេហាពីដៃគូរបស់យើងហើយបើសិនជាលោកអ្នកដែលកំពុងនៅឆ្ងាយពីគ្នាគឺថាអាចមានលេខនឹងត្រូវណាត់ជួបគ្នាអីចឹងណាចាហើយសម្រាប់លោកអ្នកដែលនៅតែលោកអ្នកដែលមិនទាន់មានអ្នកណាក៏ឃើញថាអាចនឹងមានឱកាសជួបមនុស្សដែលត្រូវចិត្តនិងអាចមានឱកាសបង្កើតនៅតំណែងក៏ដូចជាការបង្កើតគ្រួសារថ្មីនឹងគឺអាចនឹងមានណាចាសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងដែលគួរប្រុងប្រយ័ត្នបំផុតសម្រាប់លោកអ្នកដែលកើតឆ្នាំវកចាគឺប្រយ័ត្នរឿងរបស់ប្រើប្រាស់ជាពិសេសគ្រឿងសម្អាងរបស់យើងនឹងផ្ទាល់តែម្ដងដែលប្រើប្រាស់ជាប្រចាំអាចមានឱកាសប្រយ័ត្នធ្លាក់បាក់បែកខូចឬក៏បាត់ណាចាអញ្ចឹងត្រូវប្រយ័ត្នមែនតើចាហើយចុងក្រោយការធ្វើបុណ្យគឺលោកអ្នកអាសាធ្វើបុណ្យជាមួយនឹងការចូលរួមចាចូលជាបច្ច័យណាដាក់តាមហឹបកសាងផ្សេងតាមវត្តអារាមអីហ្នឹងដែលគេមានដាក់កសាងនេះយើងអាចចូលរួមតិចទៅដើម្បីលើករាសីរបស់យើងផងពណ៌លើករាសីគឺមានពណ៌សាច់ហើយនិងពណ៌សណាចាហើយនឹងពណ៌លឿងមួយទៀតចានឹងគឺជាពណ៌មង្គលរបស់អ្នកលេខសំណាងរបស់អ្នកគឺមានលេខ88ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំរកាសម្រាប់លោកអ្នកដែលកើតឆ្នាំរកានៅក្នុងខែមករាក៏ដូចជាក្នុងឆ្នាំ2026នេះផ្ទាល់ចាសម្រាប់ខែមករានេះលោកអ្នកអាចមានគេហៅថាអារម្មណ៍មួយគឺចង់ទៅលំហែចង់ទៅកំសាន្តណាសម្រាប់អ្នកកើតឆ្នាំរកាអញ្ចឹងនៅក្នុងខែមករានេះគឺលោកអ្នកអាចមានលេខដំណើរសម្រាប់លោកអ្នកមិនថាទៅកំសាន្តជាមួយមិត្តភ័ក្តិក្រុមគ្រួសារនេះគឺអាចមានចាលេខដំណើររបស់យើងគឺអត់អីទេគឺសុខសប្បាយណាចាហើយពាក់ព័ន្ធនឹងរឿងលុយកាក់វិញឃើញថាដំណើរលុយកាក់របស់អ្នកកើតឆ្នាំរកានៅក្នុងខែមករានេះគឺល្អលោកអ្នកអាចមានលៀបសំណាងមានឱកាសហៅលុយក៏ចូលមកបានជាបន្តបន្ទាប់សម្រាប់យើងប្រើប្រាស់ចាយវាអញ្ចឹងឬក៏បងដែលកំពុងមានបំណងចង់លក់ទ្រព្យសម្បត្តិអីផ្សេងក៏យើងអាចមានឱកាសលក់ចេញបានអញ្ចឹងណាចាហើយពាក់ព័ន្ធជាមួយរឿងសុខភាពឃើញថាដំណើរការនៃសុខភាពរបស់លោកអ្នកនៅក្នុងឱកាសនេះក៏ដូចជាខែនេះផ្ទាល់ចាលោកអ្នកអាចមានគេហៅថាភាពរឹងមាំល្អប្រសើរមិនមានអីជាបញ្ហាទេសម្រាប់លោកអ្នកហើយពាក់ព័ន្ធនឹងរឿងការងារលោកអ្នកដែលមានការងារជាប្រចាំនៅក្នុងខែមករានេះការងាររបស់លោកអ្នកឃើញថាក៏អាចមានដំណើរការទៅមុខល្អប៉ុន្តែក៏គួរប្រយ័ត្នរឿងការនិយាយស្ដីព្រោះអាចមានចំនួននៅកន្លែងការងារណាចាហើយពាក់ព័ន្ធនឹងការរកស៊ីឃើញថាមានការរីកចម្រើននៅផ្លែផ្កាសម្រាប់លោកអ្នកណាចាពាក់ព័ន្ធជាមួយរឿងស្នេហាឬក៏ជីវិតគូលោកអ្នកដែលមានដៃគូសម្រាប់អ្នកកើតឆ្នាំរកាឃើញថាជីវិតគូរបស់លោកអ្នកអាចមានភាពល្អប្រសើរចាមិនថាលោកអ្នកមានរឿងអន់ចិត្តប៉ះទង្គិចគ្នាទេចូលដល់ខែមករានេះយើងអាចនឹងត្រឡប់មកល្អប្រសើរមកវិញចាហើយសម្រាប់អ្នកនៅលាវលោកអ្នកដែលនៅកណេក្នុងខែមករានេះអាចថានៅមិនទាន់ជួបមនុស្សដែលត្រូវចិត្តឬពេញចិត្តទេក៏អាចមានអ្នកចូលមកដែរប៉ុន្តែលោកអ្នកដូចថាអត់ទាន់ត្រូវចិត្តសម្រាប់ខ្លួនឯងអញ្ចឹងណាចាហើយរឿងដែលគួរប្រុងប្រយ័ត្នបំផុតសម្រាប់អ្នកកើតឆ្នាំរកាគឺត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការបួងសួងការបន់ស្រន់មួយទៀតការគោរពបូជានៅវត្ថុស័ក្តិសិទ្ធិក្នុងផ្ទះត្រូវព្យាយាមគោរពឲ្យបានជាប្រចាំណាគឺគាត់អាចនឹងជួយអាចថាដល់លោកអ្នកបានចាហើយពាក់ព័ន្ធជាមួយនឹងរឿងការធ្វើបុណ្យចាគឺលោកអ្នកអាសាធ្វើបុណ្យជាមួយនឹងការឲ្យទានជាលុយកាក់ទៅដល់អ្នកដែលគេខ្វះខាតទៅដើម្បីលើករាសីរបស់យើងពណ៌លើករាសីសម្រាប់លោកអ្នកគឺមានពណ៌ក្រហមហើយនិងពណ៌ប្រផេះណាចាលេខសំណាងរបស់លោកអ្នកគឺមានលេខ30ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំចសម្រាប់អ្នកកើតឆ្នាំចនៅក្នុងខែមករានេះផ្ទាល់គឺលោកអ្នកអាចមានអារម្មណ៍ថាមួយរយៈនេះគឺមានអ្នកចូលមកពឹងពាក់លោកអ្នកច្រើនចាចូលដល់ខែមករាភ្លាមគឺមានតែអ្នកសុំជំនួយពឹងពាក់រឿងនេះរឿងនោះឲ្យលោកអ្នកជួយមិនថាលុយកាក់ឬរឿងផ្សេងៗទេគឺលោកអ្នកអាចត្រូវទៅជួយតែការងារអ្នកដតីឬអាចថាជួយដោះស្រាយតែរឿងអ្នកដតីទេអញ្ចឹងអាចរៀងឈឺក្បាលបន្តិចហើយចាហើយពាក់ព័ន្ធសម្រាប់រឿងលុយកាក់សម្រាប់អ្នកកើតឆ្នាំចនៅក្នុងខែមករានេះតំណែងលុយកាក់របស់អ្នកឃើញថាវាអាចមិនទាន់មានផ្លែផ្កាខ្លាំងពេកទេអញ្ចឹងក៏គួរប្រយ័ត្នរឿងការចាយវារបស់យើងដូចថាមានឱកាសរកបានប៉ុន្តែក៏យើងអាចមានការចំណាយផ្សេងៗវាចូលមកជាបន្តបន្ទាប់ដូចជំរាបអញ្ចឹងគឺអាចចំណាយទៅលើការជួយអ្នកដតីឬអ្នកចិត្តខ្លួននេះឯងចាហើយពាក់ព័ន្ធជាមួយនឹង
រឿងលុយកាក់នេះដែរសម្រាប់អ្នកកើតឆ្នាំចគឺប្រយ័ត្នរឿងការបើកបរបន្តិចព្រោះលោកអ្នកអាចមានឱកាសចំណាយលុយទៅលើការបើកបរខុសច្បាប់ចាអាចត្រូវប៉ូលីសផាកប៉ូលីសចាប់នឹងក៏អាចមានណាយើងត្រូវអស់លុយនេះឯងចាហើយពាក់ព័ន្ធនឹងសុខភាពឃើញថាសុខភាពត្រូវប្រយ័ត្នពាក់ព័ន្ធនឹងបញ្ហាទី1គឺរបួសអាចមុតនេះមុតនោះជាមួយរបស់មុតស្រួចហើយមួយទៀតគឺមានបញ្ហាឈឺតាមសន្លាក់សាច់ដុំអីហ្នឹងវាអាចនឹងមានណាចាសម្រាប់តមកទៀតពាក់ព័ន្ធនឹងរឿងការងារលោកអ្នកដែលមានការងារជាប្រចាំសម្រាប់អ្នកកើតឆ្នាំចការងារនៅក្នុងឱកាសនេះត្រូវហត់នឿយច្រើនអញ្ចឹងតើលោកអ្នកអត់ធ្ងន់តិចកុំចោះចាញ់កុំបាក់ទឹកចិត្តណាចាហើយពាក់ព័ន្ធនឹងការរកស៊ីនៅក្នុងខែមករានេះការរកស៊ីរបស់អ្នកកើតឆ្នាំចឃើញថាការរកស៊ីរបស់យើងតើតែខំតើតែប្រឹងណាទើបអាចថាយើងមានលទ្ធផលល្អត្រឡប់មកវិញណាចាសម្រាប់ពាក់ព័ន្ធនឹងរឿងស្នេហាឬក៏ជីវិតគូអ្នកកើតឆ្នាំចនៅក្នុងខែមករានេះឃើញថាលោកអ្នកត្រូវប្រយ័ត្នមែនតើគឺអាសាមានរឿងអន់ចិត្តគ្នាអាចកើតចេញពីអារម្មណ៍ឆេវឆាវមូម៉ៅនេះផ្ទាល់តែម្ដងចាហើយក៏អាចថាមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងដែរអញ្ចឹងលោកអ្នកត្រូវប្រយ័ត្នណាសម្រាប់អ្នកកើតឆ្នាំចចាឲ្យលោកអ្នកដែលនៅទៅនេះអត់ដឹងថាលោកអ្នកកំពុងលួចស្រឡាញ់អ្នកណាម្នាក់ឬអត់ទេចាក៏អាចនឹងមានការទៅសារភាពស្រឡាញ់ឬក៏អាចថានឹងមានការបើកចិត្តឲ្យអ្នកណាម្នាក់ណាគឺអាចនឹងមាននៅក្នុងឱកាសនេះចាហើយសម្រាប់ពាក់ព័ន្ធនឹងរឿងដែលគួរប្រុងប្រយ័ត្នបំផុតសម្រាប់អ្នកកើតឆ្នាំចគឺត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការឲ្យលុយទៅឲ្យគេខ្ចីហ្នឹងគួរប្រយ័ត្នតិចណាចាហើយគុំទៅនេះរឿងលុយកាក់គេប្រយ័ត្នមានទុកដោយសារគេចាហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកអាសាធ្វើបុណ្យជាមួយនឹងជនពិការទៅដើម្បីលើករាសីរបស់យើងពណ៌លើករាសីរបស់លោកអ្នកគឺមានពណ៌សនិងពណ៌សាច់ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំកុលសម្រាប់លោកអ្នកដែលកើតឆ្នាំកុលនៅក្នុងខែមករាចាលោកអ្នកនឹងអាចមានឱកាសនឹងមានការណាត់ជួបការពិភាក្សាមិនថាការងារការរកស៊ីក៏ដូចជាមានឱកាសនឹងណាត់ជួបជាមួយនឹងមិត្តភ័ក្តិឬក៏អ្នកដែលយើងនិយាយថាធ្លាប់ស្គាល់ពីមុនអីចឹងនៅសុកស្រាប់តែយើងជួបគ្នាដោយចៃដន្យក៏អាចមានការណាត់ជួបអីចឹងទៅចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់វិញឃើញថាតម្លៃលុយកាក់របស់អ្នកកើតឆ្នាំកុលនៅក្នុងខែមករានេះគឺល្អលោកអ្នកអាចមានលៀបសំណាងក៏ដូចជាមានឱកាសដូចថាយើងអាចមានឱកាសរកចំណូលចូលមកបានដែលធ្វើឲ្យយើងមានភាពរឹងមាំណាចាហើយឱកាសនេះក៏ដូចជាខែមករានេះផ្ទាល់តម្លៃលុយកាក់របស់អ្នកក៏អាចមានចូលមកជាបន្តក៏ដូចជាអាចថាមានឱកាសទិញរបស់មានតម្លៃចូលក៏អាចនឹងមានដែរចាហើយសម្រាប់សុខភាពវិញលេខសុខភាពរបស់អ្នកកើតឆ្នាំកុលអត់អីទេយើងអាចរឹងមាំឃើញថាអាចមានភាពល្អប្រសើរត្រឡប់មកវិញណាចានៅក្នុងខែមករានេះដែរបើពាក់ព័ន្ធនឹងរឿងការងារអ្នកកើតឆ្នាំកុលឃើញថាការងាររបស់អ្នកគឺល្អមានឱកាសមានការរីកចម្រើនមានភាពជោគជ័យសម្រាប់លោកអ្នកនឹងអាចមានលៀបសំណាងពីការងារដូចគ្នាហើយបើពាក់ព័ន្ធជាមួយការរកស៊ីឃើញថាដំណើរការនៃការរកស៊ីរបស់លោកអ្នកក៏ឃើញថាអាចមានដំណើរការល្អទៅមុខដូចគ្នាចាហើយពាក់ព័ន្ធនឹងរឿងស្នេហាឬក៏ជីវិតគូលោកអ្នកដែលមានដៃគូជាប្រចាំនៅក្នុងឱកាសនេះសម្រាប់ជីវិតគូរបស់លោកអ្នកឃើញថាអាចមានការប៉ះទង្គិចគ្នាតិចតួចប៉ុន្តែបើសិនជាលោកអ្នកមានគេហៅថាទឹកចិត្តមួយគឺទប់បានកុំឲ្យមានចំនួនណាយើងអាចនឹងមានលៀបត្រឡប់មកវិញសម្រាប់លោកអ្នកដែលកើតឆ្នាំកុលចាហើយសម្រាប់លោកអ្នកដែលនៅតែលោកអ្នកដែលមិនទាន់មានអ្នកណាឃើញថាអាចមានមនុស្សជាយាមចូលមកប៉ុន្តែឱកាសនេះក៏ត្រូវពិនិត្យឲ្យបានច្បាស់ព្រោះអាចមានឱកាសជួបមនុស្សដែលមិនល្អនិងអាចធ្វើលោកអ្នកខកចិត្តណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងដែលគួរប្រុងប្រយ័ត្នបំផុតគឺហាមដាច់ខាតណាលោកអ្នកកុំចេញមុខទៅនេះរឿងលុយកាក់អីឲ្យគេបើមិនចឹងទេអាចនឹងពិបាកដល់ខ្លួនឯងហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺអាសាធ្វើបុណ្យជាមួយនឹងការចូលរួមកសាងណាតាមសាលារៀនវត្តអារាមមន្ទីរពេទ្យអីចឹងទៅដើម្បីលើករាសីរបស់យើងពណ៌លើករាសីគឺមានពណ៌សនិងពណ៌សូកូឡាលេខសំណាងរបស់លោកអ្នកគឺមានលេខ11ណាចា